បាទសួស្តីអ្នកទាំងអស់គ្នាសម្រាប់វីដេអូនេះខ្ញុំចង់ធ្វើការចែករំលែកទាក់ទងនឹងការគ្រប់គ្រងគុណភាពនៅក្នុងគម្រោងសាងសង់ទីខ្ពស់ជាទូទៅការគ្រប់គ្រងគុណភាពដើរតួសំខាន់ពីព្រោះនៅពេលដែលម្ចាស់គម្រោងគាត់ចង់សាងសង់គម្រោងទីខ្ពស់គាត់នឹកលើទៅគុណភាពគឺចំណុចសំខាន់របស់គាត់ព្រោះគាត់គិតថាអគារដែលគាត់ចំណាយលុយរាប់លានហើយគាត់មិនចង់ឲ្យមានបញ្ហានោះទេជាពិសេសនៅពេលដែលមានបញ្ហាទាក់ទងនឹងគ្រោះអគ្គិភ័យឬក៏ទាក់ទងនឹងការរំជួយដីឬក៏ហានិភ័យផ្សេងៗដូច្នេះហើយការគ្រប់គ្រងគុណភាពដើរតួសំខាន់ទោះបីជាមានអ្នក design ល្អប៉ុណ្ណាក៏ដោយប៉ុន្តែបើសិនបើយើងមិនបានគ្រប់គ្រងគុណភាពនៅពេលសាងសង់ទេវាអាចមានហានិភ័យដែរអញ្ចឹងការគ្រប់គ្រងគុណភាពគឺមានន័យថាធ្វើម៉េចឲ្យអ្វីដែលយើង design ហើយ standard ដែលយើងកំណត់ហ្នឹងឯងវាបានសាងសង់នៅក្នុងគម្រោងហ្នឹងអញ្ចឹងដើម្បីឲ្យគ្រប់គ្រងមានប្រសិទ្ធភាពយើងត្រូវមានចំណុចក្នុងការគ្រប់គ្រងគុណភាពនឹងផងដែរដូច្នេះក្នុងវីដេអូនេះខ្ញុំចង់ធ្វើការចែករំលែកនៅបទពិសោធន៍មួយចំនួនដើម្បីជាចំណុចខ្លះៗដែលយើងជាអ្នកសាងសង់ឬក៏ជាអ្នកកាន់គម្រោងអាចយកទៅអនុវត្តបានសម្រាប់ការគ្រប់គ្រងគុណភាពជាទូទៅយើងចំណុចសំខាន់គឺទាក់ទងនឹង quality planning ការរៀបចំផែនការគម្រោងនៅក្នុងការធ្វើផែនការគម្រោងនេះដែរការរើសស្តង់ដារនិងកូដយកមក design គឺដើរតួសំខាន់ដូច្នេះក្នុងនាមជា designer ឬក៏ម្ចាស់គម្រោងគាត់ត្រូវដឹងថាតើអ្វីដែលគាត់ចង់បាន objective នៅក្នុងគម្រោងហ្នឹងគឺ requirement របស់គាត់យ៉ាងម៉េចអាចទាក់ទងនឹងការរំជួយដីអាចទាក់ទងនឹងហានិភ័យផ្សេងៗដូចជាអគ្គិភ័យឬក៏ការរចនាម៉ូដធ្វើម៉េចឲ្យមានភាពទាក់ទាញដូច្នេះក្នុងនាមជាអ្នកកាន់គម្រោងយើងត្រូវដឹងថាតើកូដស្តង់ដារណាដែលយើងយកមកប្រើអាចជា ACI អាចជា Eurocode ឬក៏ Code International ណាមួយដែលយើងយកមកអនុវត្តដើម្បីធ្វើម៉េចឲ្យគម្រោងមានភាពរឹងមាំហើយនឹងមានគុណភាពហើយងាយស្រួលប្រើប្រាស់ផងដែរមួយវិញទៀតក្នុងនាមជាអ្នកទទួលសាងសង់ការធ្វើ project quality plan ដើរតួសំខាន់ពីព្រោះនៅពេលដែលយើងមាន project quality plan យើងដឹងថាតើមាន operation បំបាច់ហើយការងារដែលយើងយកមកប្រើប្រាស់ទាក់ទងឯកសារទាក់ទងនឹងហានិភ័យផ្សេងៗដែលយើងទប់ស្កាត់ព្រមទាំង method ដែលយើងយកមកប្រើប្រាស់និងទាក់ទងនឹង defect នៅពេលដែលយើងមានបញ្ហាកើតឡើងតើយើងដោះស្រាយយ៉ាងម៉េចអញ្ចឹងនៅក្នុង project quality plan ដើរតួសំខាន់នៅក្នុង project planning នឹងផងដែរមួយទៀតទាក់ទងនឹង pre qualification ទៅលើ material ទាក់ទងនឹងសម្ភារៈប្រើប្រាស់ទាក់ទងនឹងអ្នកសាងសង់ឬក៏អ្នក design ក្រុម design អញ្ចឹងនៅក្នុង project planning ដើរតួសំខាន់ដូច្នេះក្នុងនាមជាអ្នកកាន់ការរើសសម្ភារៈការជ្រើសរើសក្រុមមក design ហើយនឹងក្រុមជ្រើសរើសក្រុមអនុវត្តគឺដើរតួសំខាន់ចំណុចចុងក្រោយទាក់ទងនឹងការរៀបចំផែនការគម្រោងចំណុចចុងក្រោយនោះគឺទាក់ទងនឹង risk identification យើងត្រូវដឹងថាតើនៅក្នុងគម្រោងយើងយកមកសាងសង់តំបន់ហ្នឹងអាចមាន risk អ្វីខ្លះយើងត្រូវសិក្សាវាឲ្យបានលម្អិតហើយនៅពេលដែលយើងសាងសង់ហ្នឹងតើអគារដែលពាក់ព័ន្ធជាមួយនឹងអគារយើងហ្នឹងឯងមានបញ្ហាអីខ្លះអញ្ចឹងការធ្វើ dilapidation report គឺសំខាន់អញ្ចឹងជាទូទៅយើងអាចជួលទាក់ទងនឹង third party ណាមួយដែលគាត់មានជំនាញក្នុងការសិក្សាលើ risk ទាំងអស់ហ្នឹងដើម្បីយើងបានដឹងទុកជាមុនហើយនឹងមាន scenario ដើម្បីកាត់បន្ថយ risk mitigate វាហើយនឹងទប់ស្កាត់វាកុំឲ្យមានហានិភ័យធំកើតឡើងអញ្ចឹងកន្លែង quality planning នេះគឺដើរតួសំខាន់មែនទែនសម្រាប់ការគ្រប់គ្រងគុណភាពចំណុចទី2គឺទាក់ទងនឹង quality assurance អញ្ចឹងចំណុចនេះគឺសំខាន់នៅពេលដែលយើងដើម្បីមានជំនឿថាអ្វីដែលយើងយកមកប្រើប្រាស់ហ្នឹងឯងគឺមានគុណភាពជាទូទៅយើងត្រូវមាន test trial ឬក៏ឧទាហរណ៍ថាយើង test បេតុងឬក៏ test ដែកឬក៏មានការបញ្ជាក់ certificate calibrate ណាមួយដើម្បីបញ្ជាក់ថាអ្វីដែលយើងយកមកប្រើប្រាស់ហ្នឹងឯងសម្ភារៈទាំងអស់គឺត្រឹមត្រូវព្រមទាំង check tool ទាំងអស់ធ្វើម៉េចឲ្យមានសុវត្ថិភាពអញ្ចឹងការអនុវត្តការងារគឺទាមទារទាក់ទងនឹងការត្រួតពិនិត្យយ៉ាងច្បាស់លាស់ទាំងសម្ភារៈទាំងឧបករណ៍ប្រើប្រាស់ការងារដទៃទៀតជាពិសេសគឺឯកសារផងដែរដើម្បីធ្វើម៉េចនៅពេលដែលមានបញ្ហាកើតឡើងយើងអាចទប់ស្កាត់បានអញ្ចឹងនៅត្រង់ចំណុចហ្នឹងគឺទីចំណុចសំខាន់គឺយើងត្រូវដឹងថាតើយើងជ្រើសរើសយក spec យ៉ាងម៉េចហើយយើងកំណត់យកទៅថានៅពេលដែលយើងតេស្តហើយយើងឃើញថាលទ្ធផលវាល្អឬអាក្រក់ឬក៏យើងត្រូវកែរំរើយ៉ាងម៉េចដើម្បីឲ្យតាម requirement របស់យើងអញ្ចឹងការដែលយើងតេស្តទុកជាមុនហ្នឹងយើងអាចមាន scenario ដើម្បីទប់ស្កាត់ហានិភ័យផងដែរមុននឹងយកមកប្រើប្រាស់នៅក្នុងការសាងសង់អញ្ចឹងកន្លែងហ្នឹងគឺសំខាន់ហើយមួយទៀតទាក់ទងនឹងការងារឆែកឯកសារអញ្ចឹងគ្រប់ការសាងសង់ទាំងអស់ត្រូវ submit ឯកសារទាក់ទងនឹងវិធីសាស្ត្រក្នុងការសាងសង់ដើម្បីធានាថាអ្វីដែលគាត់សាងសង់ហ្នឹងមានសុវត្ថិភាពព្រមទាំងមានគុណភាពផងដែរដូច្នេះក្នុងនាមជាអ្នកសាងសង់យើងត្រូវជា submit ជា method statement ហើយ method statement នេះគឺជាដំណើរការមួយជាក់លាក់ដើម្បីឲ្យទាំងអ្នកត្រួតពិនិត្យទាំងអ្នកសាងសង់ហ្នឹងក៏ដឹងថាគាត់ធ្វើពី A ទៅ Z ហ្នឹងដើរវាមិននៅត្រង់ចំណុចទី3តាក់ទងនឹង quality control ការគ្រប់គ្រងលើគុណភាពដើម្បីគ្រប់គ្រងលើគុណភាពយើងត្រូវតែមានតាក់ទងនឹង inspection test plan ការធ្វើ inspection test plan ដើរតួសំខាន់ដើម្បីដឹងថាតើយើងធ្វើនៅពេលណាហើយនរណាខ្លះចូលរួមហើយយើងអនុវត្តយ៉ាងម៉េចឯកសារយ៉ាងម៉េចអញ្ចឹងក្នុងនាមជាអ្នកសាងសង់ត្រូវមាន inspection test plan ដើរតួសំខាន់ដែរដើម្បីធ្វើ quality control បានមួយវិញទៀតដែរតាក់ទងនឹងការងារ site inspection យើង
ត្រូវមានឯកសារគ្រប់គ្រាន់ដើម្បីយកមកអនុវត្តហើយយើងធ្វើការងាររួមគ្នាដើម្បីទៅតាម spec ហើយនឹង requirement របស់គម្រោងព្រោះក្នុងគម្រោងមួយការធ្វើ quality checklist ឬក៏តាក់ទងនឹងការ inspection មាន method ផ្សេងៗគ្នាដូច្នេះហើយយើងត្រូវមាន inspection test plan មួយដើម្បីឲ្យមានចំណុចរួមក្នុងការអនុវត្តគម្រោងអញ្ចឹងនៅពេលដែលយើងអនុវត្តតាក់ទងនឹង quality checklist យើងត្រូវ approve ទៅលើផ្នែកទាំងអស់ហ្នឹងដែលខ្ញុំនិយាយថាតាក់ទងនឹង quality assurance នឹងការធ្វើ project quality plan ហ្នឹងអញ្ចឹងវា link គ្នាវាភ្ជាប់គ្នារវាង quality assurance និង quality control យើងមានថាការបែងចែកធ្វើម៉េចឲ្យមានឯកសារគ្រប់គ្រាន់ហើយនឹងការអនុវត្តយកដិតដល់វាត្រឹមទាការដែលយើងយកមក approve ឯកសារទាំងអស់ដើម្បីធ្វើម៉េចកំតាក់ទងនឹងកាត់បន្ថយហានិភ័យនៅការប្រទាំងប្រទើគ្នានៅការខ្វែងគំនិតគ្នាអញ្ចឹងវាអនុវត្តគម្រោងអញ្ចឹងសម្រាប់ចំណុចទី4តាក់ទងនឹង documentation and reporting ជាទូទៅឯកសារហើយនឹងការរបាយការណ៍ដើរតួសំខាន់នៅក្នុងការអនុវត្តទៅលើការគ្រប់គ្រងគុណភាពដូច្នេះ quality log ដើរតួសំខាន់ quality log អាចមានដូចជាឯកសារតេស្តតាក់ទងនឹងការងារ NCR ឬក៏ warning letter នៅពេលដែលយើងមានឃើញមានកំហុស defect ហើយគាត់មាន corrective action ធ្វើម៉េចឲ្យគ្រប់តាមបទដ្ឋានព្រមទាំង specification ដែលយើងកំណត់ហើយនឹងតាក់ទងនឹង safety នៅពេលដែលគាត់មិនមានបញ្ហាក្នុងការសាងសង់មិនអនុវត្តទៅតាម spec standard ជាក់ស្ដែងធ្វើឲ្យមានគ្រោះថ្នាក់ដល់កម្មករជាងអញ្ចឹងកន្លែងហ្នឹងក៏ដើរតួសំខាន់ដែរចំណុចទី2តាក់ទងនឹង as-built drawing នៅពេលដែលយើងសាងសង់ជាទូទៅទោះបីយើងមាន design ក៏ដោយប៉ុន្តែវាអាចមានបញ្ហាកែសម្រួលមួយចំនួននៅសាយជាក់ស្ដែងដូច្នេះការធ្វើ as-built drawing ដើរតួសំខាន់ដែរមួយទៀតតាក់ទងនឹង material ការជ្រើសរើសដាក់ material ទាំងអស់ត្រូវមាន specification ត្រឹមត្រូវហើយពេលខ្លះនៅពេលដែលយើងអនុវត្តគម្រោងការសាងសង់ហ្នឹងសម្ភារៈត្រូវការផ្លាស់ប្ដូរដូច្នេះយើងត្រូវសម្រាប់ឯកសារតាក់ទងនឹងការផ្លាស់ប្ដូរសម្ភារៈផងដែរដូច្នេះកន្លែងហ្នឹងដើរតួសំខាន់ផងដែរអញ្ចឹងគ្រប់ឯកសារទាំងអស់ដែលពាក់ព័ន្ធមិនថាការងារតេស្តការងារ report របាយការណ៍តាក់ទងនឹងការងារ inspection ទាំងអស់ដើរតួសំខាន់ដើម្បីធ្វើម៉េចឲ្យយើងតាមដានគម្រោងថាអ្វីដែលយើងយក design ហ្នឹងយកមកអនុវត្តហ្នឹងគឺគ្រប់តាមបទដ្ឋានត្រឹមត្រូវដូច្នេះការឯកសារហ្នឹងត្រូវ hand over ពីភាគីពាក់ព័ន្ធទាំងអស់ដើម្បីឲ្យម្ចាស់គម្រោងហ្នឹងឲ្យគាត់មានជំនឿចិត្តសម្រាប់ចំណុចទី5តាក់ទងនឹង quality improvement ជាទូទៅនៅពេលដែលយើងសាងសង់យើងតែងតែមានបញ្ហាតិចឬច្រើនហើយពីព្រោះយើងធ្វើដោយដៃមនុស្សខ្លះទោះបីម៉ាស៊ីនខ្លះក៏ដោយអញ្ចឹងវាមាន error តិចតួចដូច្នេះយើងអាចមាន corrective action ឬក៏ការ improvement ណាមួយដែលស្របតាមបទដ្ឋានត្រឹមត្រូវព្រមទាំងបច្ចេកទេសអ្នកជំនាញផងដែរដូច្នេះកន្លែងហ្នឹងចង់ឬមិនចង់ការអនុវត្តគម្រោងវាត្រូវតែមានតាក់ទងនឹង quality improvement ហ្នឹងហើយអញ្ចឹងយើងត្រូវដឹងថាតើហេតុផលដែលយើងមានបញ្ហាហ្នឹងវាយ៉ាងម៉េចហើយយើងត្រូវកែយ៉ាងម៉េចអាហ្នឹងតែតួសំខាន់មែនតើអញ្ចឹងនៅពេលដែលយើងសាងសង់ទៅបើសិនមានបញ្ហាយើងកែយ៉ាងម៉េចអ្វីខ្លះយើងអាចរៀនសូត្រពីកំហុសរបស់យើងហើយក្រោយឲ្យជៀសវាងតាក់ទងនឹងបញ្ហាហ្នឹងបន្តទៀតអញ្ចឹងយើងអាចរៀនសូត្របានហើយនឹងអនុវត្តបន្តទៀតធ្វើម៉េចកុំឲ្យមានកំហុសអញ្ចឹងហើយបានជាយើងត្រូវតែមានការ lesson learn រៀនសូត្រពីអ្វីដែលយើងខុសហ្នឹងហើយយើងកែសម្រួលវាទៅនៅពេលដែលយើងកែវាបានហើយវានឹងបានគុណភាពដែលយើងចង់បានហើយមួយទៀតដែរតាក់ទងនឹងការឆ្លើយតបទៅម្ចាស់គម្រោងតើគាត់ពេញចិត្តនៅអ្វីដែលយើងបានគ្រប់គ្រងនឹងអត់ហើយយើងបានឆ្លើយតបទៅអ្វីដែលយើងធ្វើអនុវត្តមែនតើអត់អញ្ចឹងកន្លែងហ្នឹងដើរតួសំខាន់ដែរការទទួល feedback ពីអ្នកប្រើប្រាស់ហើយនឹងអ្នកទទួលផលហ្នឹងជាចុងក្រោយខ្ញុំសូមអរគុណសម្រាប់ការតាមដានវីដេអូនេះបើសិនបើបងប្អូនមាន comment ឬក៏មានគំនិតបន្ថែមទៀតអាចជួយប្រយោជន៍បល់ឬក៏ជា comment នៅក្នុងហ្នឹងផងដែរឬក៏មានបទពិសោធន៍ថ្មីៗអាចចែករំលែកបាននៅក្នុង comment នេះផងដែរសូមអរគុណ